ព្រោះតែមិនសូវមានសំណាងដូចស្រីដទៃទើបខ្ញុំត្រូវតែរឹងមាំតស៊ូគ្រប់បែបយ៉ាងម្ដងម្កាលខ្ញុំតែងតែសួរខ្លួនឯងថាហេតុអ្វីបានជាជីវិតខ្ញុំតែងតែជួបតែការលំបាកនៅពេលដែលអ្នកដទៃហាក់ដូចជាមានអ្វីៗគ្រប់យ៉ាងនឹងបោះជំហានទៅមុខបានឆ្ងាយទៅហើយខ្ញុំមិនដែលចង់ប្រៀបធៀបនោះទេតែចិត្តមនុស្សមិនអាចមិនឈឺបានទេពេលឃើញខ្លួនឯងនៅក្រោយគេជានិច្ចបែបនេះមិនច្រណែនអ្នកដទៃគ្រាន់តែតូចចិត្តនឹងខ្លួនឯងដូចដែលអត់បានការអញ្ចឹងមានថ្ងៃខ្លះខ្ញុំញញឹមទាំងបេះដូងខ្ទេចខ្ទាំហើយនិយាយថាមិនអីទេទោះបីជាក្នុងចិត្តកំពុងតែឈឺចាប់គ្មាននរណាដឹងថាខ្ញុំត្រូវអង្គុយយំស្ងាត់ប៉ុន្មានដងគ្មាននរណាដឹងថាខ្ញុំធ្លាក់ចុះហើយឡើងវិញប៉ុន្មាននោះទេរាប់ទាំងការបរាជ័យផ្សេងៗខ្ញុំធ្លាប់ចង់ឲ្យមាននរណាម្នាក់មកកាន់ដៃខ្ញុំនរណាម្នាក់ដែលនិយាយថាអស់កម្លាំងហើយសម្រាប់បន្តិចទៅតែចុងក្រោយសូម្បីតែពាក្យទន់ភ្លន់មួយក៏ហាក់ជាគ្មានហើយដូចជាឆ្ងាយពេកសម្រាប់ខ្ញុំដូច្នេះខ្ញុំបានរៀនកាន់ដៃខ្លួនឯងលួងលោមខ្លួនឯងពេលដែលគ្មាននរណាម្នាក់មកលួងលោមជីវិតបានបង្រៀនឲ្យខ្ញុំយល់ថាមនុស្សខ្លះកើតមកសម្រាប់ទទួលសំណាងប៉ុន្តែខ្ញុំប្រហែលកើតមកសម្រាប់រៀនអំពីការតស៊ូនៃជីវិតទោះជាយ៉ាងណាខ្ញុំមិនដែលស្ដាយចិត្តដែលបានក្លាយជាមនុស្សរឹងមាំព្រោះយ៉ាងហោចណាស់វាបានបង្ហាញថាខ្ញុំមិនធ្លាក់ចុះដោយងាយទៀតនោះទេហើយបើថ្ងៃណាមួយខ្ញុំមានសុភមង្គលដូចអ្នកដទៃខ្ញុំនឹងដឹងថាវាមានតម្លៃប៉ុណ្ណាព្រោះខ្ញុំធ្លាប់ឆ្លងកាត់ភាពងងឹតសុនសងមកមុនហើយរហូតដល់ថ្ងៃនោះមកដល់ខ្ញុំនឹងនៅតែដើរតាមផ្លូវនេះដោយបេះដូងរបស់ខ្ញុំដែរទោះបីជាជួបបញ្ហាខ្ទេចខ្ទាំក៏នៅតែរឹងមាំស៊ូៗទាំងអស់គ្នាណាបងប្អូនចាអរគុណជម្រាបលា